Bà cho mẹ số vòng bảo ôn tặng ở khía ngày nắng dương mà đăng ngầm pi rồi biết cu trend line mà đòn ở nếu nhôm cho nó lơ phe mía hơi nó lơ time frame mùi nị tì chẳng nhôm xong bà hai nó lơ time frame mà màu mình hơi sầm rạp xá vì miền bảy đồng nào bờ huế miền bảy thì muối cứ uptrend thì muối cứ uptrend tí pí cứ downtrend tí pí cứ downtrend ni uptrend ni downtrend ហើយទី3គឺ sideways ផ្សារគឺវាមានតែ3ហ្នឹងវាដើរដល់ណាក៏មានតែ3ហ្នឹងដែរដំណើរផ្សារជាទម្លាប់របស់វាអញ្ចឹងសំខាន់ត្រង់យើងចាប់ទម្រង់ផ្សារតែយើងអាចចាប់បានទម្រង់ថាវាចេញជាលក្ខណៈបែបណាជា uptrend ឬក៏ជា downtrend ឬក៏ជា sideways ហើយចំពោះ sideways អ្នកខ្លះក៏គាត់ហៅថា ranging ចឹងខ្ញុំសុំ clear វាចោលហើយបងប្អូនអាចមើលហើយដឹងអំពីរបៀបប្រើប្រាស់ស្វែងយល់អំពីរបៀបប្រើប្រាស់ trading view ផងទៅកន្លែងនេះយើងធុងសម្រាប់នេះយើងចុចសញ្ញាព្រួយមកហើយយើង remove នេះយើងត្រាវ trawing 6នេះខ្ញុំត្រាវ6នេះខ្ញុំគូស6នេះ2 4 6អញ្ចឹងចេញ6ហើយបើយើងចង់ដក indicator យើង remove indicator យើងអាច remove នេះបានដោយសារនឹងនេះខ្ញុំអត់បាន add indicator អីទេអញ្ចឹងវាចេញតែ trawing ទេអញ្ចឹងខ្ញុំ remove ចោលតោះឥឡូវយើងមកចាប់ trend ម្ដងខ្ញុំសុំចាប់ទៅលើ down trend មុនហើយពីចាខ្ញុំគូ trend ខ្ញុំអត់ប្រើសញ្ញា trend line នេះទេខ្ញុំប្រើ ray ម្ដង ray វិញអញ្ចឹងខ្ញុំចាប់ពីកពូលនេះមកមួយហើយនឹងកពូលនេះអញ្ចឹងយើងប្រើ ray ហ្នឹងដើម្បីបាញ់ទៅដល់ណាក៏វាបាញ់ដល់ដែរសម្រាប់ ray រូបភាពបែបនេះទៅដល់ណាក៏វាបាញ់ដល់ដែរហើយបើរូបភាពនេះវិញដូចគ្នាវាអត់មានខណ្ឌត្រឹមណាទេគឺដាក់អញ្ចឹងទៅវាទៅឆ្វេងទៅស្ដាំទាំងអស់ព្រោះវាចំណុចកដាលវានៅត្រឹមនេះអញ្ចឹងវាទៅឆ្វេងទៅស្ដាំហើយបើរូបនេះយើងដាក់វាទៅត្រង់រហូតយើងទាញទៅដល់ណាក៏វានៅតែឃើញឲ្យតែយើងដាក់នៅលើហ្នឹងខ្ញុំសូមដកចេញវិញសិនអញ្ចឹងខ្ញុំចុច array ហើយសម្រាប់ tool របស់ហ្នឹងយើងចូលទៅកាន់គៀននេះបងប្អូនចុចលើនេះ favorite អ្វីដែលយើងប្រើយើងចុចលើ favorite ហ្នឹងមកយើងចំណាំប្រើញឹកជាងគេយើងអាចចុចលើ favorite បានអញ្ចឹងខ្ញុំយក array នេះខ្ញុំ favorite ទៅវាលោនៅនេះអញ្ចឹងយើងអាចទាញវាទៅនេះទៅនោះបានយើងចុចលើនេះណាទាញឆ្វេងទាញស្ដាំចុច array ហើយខ្ញុំគូសដាក់លើតម្លៃផ្សារហើយខ្ញុំដាក់ទៅលើតម្លៃផ្សារទី2អញ្ចឹងយើងរកតែកពូល2ទេទី1និងទី2យើងដាក់ array ទៅគឺវាបាញ់ទៅរហូតផ្សារហ្នឹងធ្លាក់ដល់ណាអធិស្ឋានបើសិនជាផ្សារហ្នឹងវាធ្លាក់ទៅបន្ទាត់ហ្នឹងគឺបន្ទាត់ហ្នឹងនៅមានរហូតអញ្ចឹងការគូស trend line យើងអាចគូសបែប2ប្រភេទទី1គឺយើងគូសនៅលើតម្លៃនេះតម្លៃនៃ candlestick ដែលវាបានដើរដល់ត្រឹមហ្នឹងហើយមួយទៀតយើងគូសនៅលើ line អញ្ចឹងនៅក្នុងទម្រង់ដែលបង្ហាញនេះវាលក្ខណៈជា candlestick ហើយនេះគឺយើងចុចកន្លែង line នេះវាបង្ហាញទៅជាលក្ខណៈ line ឡើងចុះបែបនេះហើយការបង្ហាញលក្ខណៈ line នេះគឺវាបង្ហាញបែបម៉ោងបិទនិងម៉ោងបើកវាយកត្រឹមនេះឧទាហរណ៍ការបង្ហាញ line គឺបង្ហាញបែបនេះអញ្ចឹងវាយកម៉ោងបិទម៉ោងបើកនៅកពូលណាឧទាហរណ៍ម៉ោងបិទត្រឹមនេះរបស់ bullish នេះហើយម៉ោងបើកត្រឹមនេះវាយកត្រឹមម៉ោងបិទម៉ោងបើកនិយាយឲ្យចំទៅវាយកត្រឹម body អញ្ចឹងជាមួយខ្ញុំ switch ទៅ line វិញ switch ទៅ line នេះ body វានៅនេះខ្ញុំដាក់ឲ្យចំ body ហ្មងដាក់កដាលនេះឲ្យចំ body យ៉ា
ទៅចំរេវិញនេះអញ្ចឹងចំ body ហើយអញ្ចឹងខ្ញុំ switch មកដោយសារតែ video ចាប់ candle មុនខ្ញុំដាក់លើ body ឲ្យមុនអាក្រោយវាបិទមកនេះវាបិទមកនេះអញ្ចឹងនេះដូចគ្នាខ្ញុំបង្កើតមួយទៀតមកដាក់ឲ្យចំ body នេះសម្រាប់កំពូលវាយក body លើហើយ candle បន្ទាប់វាយក body ខាងក្រោមអញ្ចឹងมันវាបង្កើតជា line ចុះលើឡើងចុះឡើងចុះឡើងចុះអញ្ចឹងយើងគូសបែប line យើងគូសបែបណាខ្ញុំ clear វាចោលសិនយើងគូសបែប line យើងមិនគូស trend line ទៅលើតម្លៃ candlestick បែបនេះយើងមិនគូសបែបហ្នឹងហើយចំពោះ line យើងដកវាមកនេះយើងរកចំឲ្យចំ line ឲ្យចំ line ឲ្យចំកំពូលទី1កំពូលទី2អញ្ចឹងការបិទ candle គឺវានៅតំណឹងអញ្ចឹងអាតម្លៃចាក់ខាងលើនេះគឺវាគាត់តែចេញក្រៅបន្តិចតួចឯងប៉ុន្តែវាបិទមកវានៅតែនៅក្នុង line ឬក៏នៅក្រោម line ដដែលទេអញ្ចឹងពីច្រើនខ្ញុំគូសtrend line ខ្ញុំយកតែខាងក្រោមសម្រាប់ down trend ខ្ញុំយកខាងលើសម្រាប់ up trend ខ្ញុំយកខាងក្រោមឥឡូវដូចកន្លែងនេះចឹងកន្លែងនេះ up trend អញ្ចឹងខ្ញុំអាចប្រើ line ក៏បានខ្ញុំអាចប្រើនៅលើតម្លៃផ្សារក៏បានអញ្ចឹងឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំប្រើ line ខ្ញុំចាប់ប៉ុណ្ណឹងមកការប្រើ line ក៏អត្ថប្រយោជន៍មួយយ៉ាងដែរយើងជៀសវាងការច្រឡំការ break trend line នេះគឺយើងប្រើ line អញ្ចឹងខ្ញុំចាប់ទៅខាងក្រោមទេសម្រាប់ up trend ហ្នឹងណាអញ្ចឹងបើបងប្អូនថាចង់ចាប់2យើងរកកំពូល2ដូចគ្នាយើងអាច clone វាចុចលើនឹងមកហើយចុចកន្លែងអុច3ហើយយើងចុចពាក្យ clone វាយើងលើកវាមកដើម្បីឲ្យវាស្មើគ្នាកំពូល2គ្នា break អានេះគេហៅថា overbought វាធ្លាយទៅខ្លាំងហើយបើយើងចង់ clone ខាងក្រោមចុចលើនឹងដូចគ្នាប្រើ clone ដូចគ្នានេះបើមើលទៅលើ line ឃើញវាពេលខ្លះវាធ្លាយមកចេះអានេះគេហៅថា oversold បើយើងនិយាយទៅតាម RSI ណាហើយនេះគឺជាតម្លៃដែលគេហៅថា pullback អញ្ចឹងនេះកំពូល1កំពូល2កំពូល3ហើយដល់តម្លៃទី4នេះកំពូលទី4នេះគឺវា break អានេះគេហៅថាតំបន់ break trend line អញ្ចឹងវាបិទនៅត្រង់នេះហើយវា confirm មកតាំងនៅត្រង់នេះមួយទៀតអាហ្នឹងគេហៅថា break trend line គឺ break វាប្របាយ trend line down trend ហ្នឹងរួចហើយបន្ទាប់ពីហ្នឹងវាឡើងទៅលើទៀតឡើងទៅលើហើយវាចុះមកក្រោមនេះមកប៉ះអាឡាញខាងក្រោមនេះមកប៉ះអាឡាញមួយនេះគេហៅថា pullback ខ្ញុំធ្លាប់ប្រាប់បងប្អូននៅក្នុងវីដេអូមួយបាទខ្ញុំដឹងថាក្នុងវីដេអូមួយណានិយាយអំពី pullback នឹងមក flat ដែរអញ្ចឹងបន្ទាប់ពីវាប៉ះហ្នឹងគេហៅថា pullback ខ្ញុំគូសឲ្យមើលនៅណាកន្លែងគូសបែរជាភ្លេចចឹងទៅគូសដូចខ្ញុំយកទៅដាក់ខាងលើមែនតែនទៅរកឡើងគួរអត់ឃើញនេះនៅត្រង់នេះអញ្ចឹងវាឡើងទៅលើហើយវាចុះមកក្រោមប៉ះអាខ្សែខាងក្រោមហ្នឹងគេហៅថា pullback អញ្ចឹងអាមួយកលៈហ្នឹងគេហៅថា pullback ហើយនេះវា confirm ផ្សាយយើងមើលទៅតាម RSI ឬក៏មើលទៅតាម candlestick pattern ដែលខ្ញុំបង្ហាញនៅមុនហ្នឹង
វីដេអូមុនប្រហែលវីដេអូហ្នឹងគឺជាជំហានដំបូងហើយហើយយើងបានចូលមកកាន់ជំហាន trend line នេះហើយយើងបូក candlestick pattern ឥឡូវបងប្អូនមើលទៅអានេះជា pattern អីគេហើយដែលវាចុះមកហ្នឹងហើយវាប៉ះកំពុងតែប៉ះនៅក្នុង line អីគេហើយយើងនៅមានច្រើនទៀតដែលត្រូវបង្ហាញអញ្ចឹងខ្ញុំទៅកាន់មួយទៀតគឺ uptrend មួយទៀតដើររកកន្លែងគូ uptrend មួយទៀតអញ្ចឹងនេះយើងរកបានឃើញមួយហើយយើងជាប់ឃើញចេះវាឡុកជាប់អញ្ចឹងយើងយកនេះវិញយើងអាចមើលទៅតាម time frame របស់យើងមួយបើយើង trade នៅលើ time frame អីយើងយក trend line នៅលើ time frame ហ្នឹងមកយើងបើយើងគូទាំងអស់យើងអាចមើលដែរច្បាច់មើលដែរថាអូយើងប្រើ time frame 4ម៉ោងជាគោលចុះអញ្ចឹងបើយើងប្រើ time frame 4ម៉ោងជាគោលយើងគូសវាចោលហើយយើង trade 1ម៉ោងឧទាហរណ៍អញ្ចឹងណាឧទាហរណ៍ថាយើងប្រើ time frame 4ម៉ោងហើយយើង trade 1ម៉ោងអញ្ចឹងខ្ញុំបង្ហាញនេះកន្លែងនេះវារៀងនេះពិបាកមើលបន្តិចកុំឲ្យពិបាកខ្ញុំបើកទៅលើ line ឧទាហរណ៍នេះ time frame 1ម៉ោងអញ្ចឹងខ្ញុំមើល trend line ខ្ញុំមើល1ម៉ោងប៉ុន្តែខ្ញុំ trade 15នាទីអញ្ចឹងយើងអាចយកអាតិចនេះយក setting ហើយយើងបើកអាតិចនេះបើកតិចហើយយើងយកតាមនឹងពណ៌អីបងប្អូនស្រឡាញ់អីយើងដាក់តាមហ្នឹងណាឬហើយយើងម៉ាស់វាមក1ម៉ោង18នេះគឺមានន័យថា1ម៉ោង time frame 1ម៉ោងជាប់ lock ហើយកន្លែងនេះខ្ញុំចង់ឲ្យវានៅលើខ្សែបន្ទាត់នេះហើយតើខ្ញុំឲ្យវានៅកណ្ដាលដោយសារខ្ញុំប្រើ ray ចំណុច2នេះអញ្ចឹងវាយកកណ្ដាលត្រង់នេះហើយយើងនេះមកហើយយើងចុចឲ្យជាប់លើហ្នឹងចុចរូបសោមានន័យថាយើងច្រឡំដៃយ៉ាងម៉េចក៏អស់វាអត់ទៅដែរបើសិនជាជាប់រូបសោហ្នឹងយើងចាប់អស់វាអត់ទៅទេអស់ទៅណាក៏អត់ទៅដែរវាដូច candlestick ចឹងផ្សារភ្ជាប់មួយគ្នាអញ្ចឹងបើយើងចុចលើហ្នឹងហើយយើងចុចដោះសោគឺយើងអស់បានហើយកន្លែងនេះយើងអត់ចង់បានពណ៌ហ្នឹងយើងដាក់ពណ៌សក៏បានអក្សរយើងអត់ចង់ដាក់បានពណ៌ហ្នឹងយើងដូរអក្សរមកដាក់ពណ៌អីក៏បានតាមចិត្តយើងហើយបន្ទាប់មកយើងមើល15នាទីcombine ជាមួយនឹង5នាទីដើម្បីរកកន្លែងចូលផ្សារប៉ុណ្ណឹងមកយើងអាចមើលដឹងថាអូយើង trade នៅក្នុង line អីពីអញ្ចឹង scalping បើយើងអត់ចង់ឲ្យវា noise ខ្លាំងទេយើងកុំចូលទៅដល់1នាទីពេក1នាទីយើងរកកន្លែងចូលផ្សារដូចគ្នាតែយើង scale យើងមើលទៅលើ5និង15ពីចាអត់សូវមាន noise អត់សូវមានអា trend fake រំខានរបស់យើងនេះអញ្ចឹងដល់ពេលយើងចាប់ trend line time frame 1ម៉ោងមក time frame 1ម៉ោងមកដល់នេះយើងនឹងអត់សន្ទុះវាបុកគេហៅថាបើចុះខាងចុះក្រោមនេះគេហៅថា high low កន្លែងនេះណាហើយលើនេះគេហៅ low ហើយ high low អញ្ចឹងយើងសនុករកកន្លែង confirm អញ្ចឹង15នាទី confirm bearish មួយហើយនេះ bearish ហើយយើងអាចរក trend ទូចរបស់15នាទីបានទៀតយើងរក2អញ្ចឹងមកអានេះ trend ទូចរបស់15នាទីហើយយើងរួមមើលកន្លែង confirm ផ្សារហើយយើងដាក់15នាទីមក15 MN 15នាទីយើងចង់ដាក់ពណ៌អី15នាទីយើងដាក់ចំណាំខ្លួនឯងទៅថា15នាទីយើងចង់ដាក់ពណ៌អីពណ៌ខៀវចឹងមកនេះតែនេះវា break តែនេះហើយយើងអាចប្រើទៅលើ risk reward ratio យកតំណេះយើងអាចយក1ឬ2តំណេះបានអានេះយើងបញ្ចូល time frame ចូលគ្នាប៉ុណ្ណឹងមកតើនេះ1
ដល់តែនេះវា bearish ទៀតយើងមើលដឹងទៀតអូវា break មកទៀតហ่ะអញ្ចឹង15នាទីយើងអាចគូស trend line របស់15នាទីមួយដែរតែនេះអានេះមិន pull back របស់15នាទីអានេះបើ pull back វា break ទៅលើទៀតហើយប៉ុន្តែ1ម៉ោងវាអត់ទាន់នេះទេ1ម៉ោងវា confirm bearish តាំងនៅនេះប៉ុន្តែ15នាទីយើង break នៅនេះអញ្ចឹងយើងចូល15នាទីយើងរកកន្លែង confirm របស់15នាទីគណៈយើងយក line ធំរបស់1ម៉ោងអានេះវា break 15នាទីនេះ pull back នេះ confirm សារមួយទៀត reverse ratio យើងយកប៉ុណ្ណេះមក1លើ2មកធ្វើម៉េចឲ្យផុតកពូលចាស់នេះមកបើសិនជាវាឡើងទៅលើទៀតវាផុតអាហ្នឹងឲ្យវាទៅទៀតចុះហើយយើងរកមើលតម្លៃផ្សារផ្សេង1លើ2ឬ1លើ3អាស្រ័យលើបងប្អូនឬ1លើ2កន្លះដូចនេះចឹងអញ្ចឹងយើងចាប់ time frame នេះយើងចាប់1ម៉ោងមកយើងអាចចាប់1ម៉ោងចាប់1ម៉ោងខ្ញុំបង្ហាញរបៀបស្រួលទៅសិនតម្រាំដោយឃើញកន្លែងមិញយើងត្រូវគិតផ្សេងកន្លែងនេះណាបើយើងរៀនពី trend line យើងអាចមើលឃើញស្អាតអញ្ចឹងខ្ញុំបង្ហាញកន្លែងស្អាតទៅសិនជាក់ស្ដែង trend line ពេលខ្លះវាចកិច្ចចគុចខ្លះដែរវាមិនមែនថាត្រូវតែស្អាតដូចអញ្ចឹងទេអញ្ចឹងមកយើងរួមផ្សំជាមួយនឹងដូចជា RSI MACD ផ្សេងដើម្បីមកវាស់កម្លាំងរបស់វាឧទាហរណ៍តនេះ1ម៉ោងទៅខ្ញុំម៉ាកទៅនឹងមួយទៀតខ្ញុំចាប់វាឧទាហរណ៍វាបានបង្កើតអានេះមួយនិងអានេះមួយអញ្ចឹងខ្ញុំអូសរេមកហើយមកពីនឹងមកខ្ញុំដឹងខ្ញុំប្រើនេះ line នេះគឺ line 1ម៉ោងអញ្ចឹងខ្ញុំម៉ាកវាមកខ្ញុំដាក់ 1x កុំឲ្យវាបើខ្សែយើងគូច្រើនយើងអាចច្រឡំអញ្ចឹង 1x ខ្ញុំ lock វាហើយកុំឲ្យប៉ះទៅវាយើងមានការច្រឡំអានេះបើយើងដាក់ line ដូចស្អាតជាងខ្ញុំ lock វាខ្ញុំទៅរក15នាទីវិញអញ្ចឹងនេះអានេះយើងអស់ខ្ពស់ពេកអញ្ចឹងអានេះវាខ្លាយជា line trend line របស់15នាទីហើយតែនេះ trend line របស់វាមកមួយតែនេះវា break វាអត់ pull back ទេមកយកជើងនៅខាងមុខនេះវិញអញ្ចឹងតែនេះការចូលផ្សាររបស់យើងត្រូវអាស្រ័យទៅលើ RSI អីមួយទៀតបានបញ្ជាក់ថាវាឡើងពីនេះទៅនេះវានៅមានកម្លាំងទៀតប៉ុន្តែតែនេះបងប្អូនឃើញដាច់ឯងតែនេះគឺជាថ្ងៃបើកម៉ោងអញ្ចឹងបើសិនជាថ្ងៃធម្មតាវាអាចនឹងឡើងទៅលើហើយវា pull back មកម្ដុំនេះបានវាឡើងទៅលើវិញតែដោយសារតែនេះថ្ងៃសៅរ៍វាមិនត្រូវដាច់វាបិទ2ថ្ងៃមកបើកវាបើកនៅតម្លៃមួយនេះបើកនៅតម្លៃមួយនេះវាចុះមកប៉ះខាងនេះបានវាឡើងទៅលើហើយបានវាចុះមកវិញអញ្ចឹងកន្លែងនេះគឺជាតម្លៃមួយដែលវាលោតដោយសារតែវាបិទម៉ោងវាបិទថ្ងៃថ្ងៃសៅរ៍ម៉ោង4ភ្លឺហើយវាបើកមកវិញដូចជាម៉ោង4ភ្លឺដូចគ្នាខ្ញុំតែបានក្រោកtrade នៅ time frame មួយនឹងដូចគ្នាអញ្ចឹងក៏ស្ពេចស្ពិលបន្តិចអារឿងម៉ោងហ្នឹងដូចជាបិទថ្ងៃសៅរ៍ពេលព្រឹកម៉ោង4ហើយបើកវិញថ្ងៃច័ន្ទពេលព្រឹកម៉ោង4អញ្ចឹងយើងមើលម៉ោងហ្នឹងទៅនេះម៉ោង3:45អញ្ចឹងវាចូលម៉ោង4ហ្នឹងឯងវាខុសគ្នាតិចតួចនេះបិទម៉ោង3:45យើងនេះ15នាទីអញ្ចឹងវាអាចនៅម៉ោង4
តែវាបើកវិញនៅម៉ោង5នេះម៉ោង5ថ្ងៃច័ន្ទម៉ោង5ខ្ញុំប៉ះ A reload អញ្ចឹងយើងមើលឡាញនៅកន្លែងហ្នឹង15នាទីតែនេះគឺយើងអាចមើលយើងអាចវាស់ដូចគ្នាទៅលើនេះបានដូចគ្នានេះទៅលើឡាញកពូល1កពូល2កពូល3 break វឹបហើយតនេះក៏ប៉ះ high low high low របស់1ម៉ោងទៀតឲ្យ confirm ឡើងយើងអាចធ្វើដូចកន្លែងនេះចឹងអញ្ចឹងការ trade វាមានក្បួនជាច្រើនអាស្រ័យលើយើងច្បាស់ឲ្យ back test ថាឲ្យយើងធ្វើអញ្ចឹងវាភាគរយត្រូវវាច្រើនហើយកន្លែងនេះចាំយើងនិយាយគ្នាទៀតថាគូចូលផ្សារបែបណានៅវីដេអូក្រោយៗទៀតណាអានេះយើងនិយាយអំពីបន្ទាត់ឡាញមួយសិនការចូលផ្សាររបស់បន្ទាត់ឡាញរបស់ trend line អានេះយើងអាចយកមកឡាញដូចគ្នាបានដោយសារវាខ្លីខ្ញុំអត់ប្រើរេទេអានេះវាខ្លីយ៉ាឲ្យយើងប្រើញឹក15នាទីអញ្ចឹងខ្ញុំអត់បានទៅប្រើរេទេរេយើងប្រើនៅលើអាធំចុះ MN បងប្អូនមានចម្ងល់អីអាចសួរបានបើបងប្អូនថ្មីអាចឆ្ងល់ច្រើនហើយខ្ញុំក៏អញ្ចឹងដែរតម្រាំចេះគូសហ្នឹងរៀងប៉ាណានេះដែរហ្នឹងអានេះវាមិនឡើងទៅអានេះមិន pull back នេះ confirm bullish នៅនេះមួយយើងអាចវាស់1លើ2ឬក៏យើងយកតម្លៃ resistance 0ណាមួយអញ្ចឹងមកក៏បាននេះយើងប្រើ0ណាមួយមក resistance ណាមួយមកបានដូចគ្នាហើយបើដល់នេះវា break 1ម៉ោង1ម៉ោងចាប់5បដូរតម្រង់អញ្ចឹងការគូសtrend line យើងមានប៉ុណ្ណឹងនៅគូសsideways មួយទៀតអញ្ចឹងផ្សារវាមាន3តម្រង់ហ្នឹងមានឡើងចុះនិង sideways គឺឡើងចុះអត់រក trend line អត់ឃើញទេគឺការឡើងចុះឬក៏គេហៅថា ranging ហ្នឹងអញ្ចឹងខ្ញុំរកមើល sideways អានេះវា trend ធំទៅហ្មងអានេះបើយើងមើល4ម៉ោងនេះឡើងឈប់ទៅរហូតនេះទៅរហូតឈប់នេះយើងអាចចាប់បញ្ចូលជា sideways វាមកប៉ះនឹងដាល់វាអត់មានទៅណាតម្រង់នេះ sideways ហើយនេះបានវា break មកហើយបាន roll line រកអី trend line រកអីឃើញនៅចំណុចនេះវិញ1 2 3សង្ស័យយើងដាក់ line មកដើម្បីឲ្យរៀងស្អាតដើម្បីឲ្យមើលថាវា confirm បានស្អាតយើងដាក់ line មកនេះ pull back បន្តិច bullish ទៅហ្មង sideways គឺវាប៉ះលើអត់មានទៅណាវាមិនប៉ះឲ្យក្រោមហើយវាទៅប៉ះឲ្យលើវិញអញ្ចឹងទៅតែនេះវា sideways បានត្រឹមនេះមកប្រអប់ត្រឹមនេះអានេះប៉ះម្ដងទៀតបានវាមកប្របែក sideways នៅកន្លែងនេះហើយ pull back ផ្សារបច្ចុប្បន្ននេះរកអត់សូវឃើញមាន sideways ទេមករយៈចុងក្រោយនេះវាមានឡើងចុះប្រអប់ sideways សម្រាប់1ម៉ោងគឺវាធំហើយច្រើនថ្ងៃនេះបើយើងមើលឡាញវាអត់សូវត្រូវ
នេះមកប្រអប់ sideways វាឡើងវាចុះវាឡើងវាចុះអញ្ចឹងយើងត្រូវរកតំបន់ sideways ដែរព្រោះអីតំបន់ sideways ពេលខ្លះវា fake ដើម្បីឲ្យយើងគិតថាអូផ្សារវាកំពុង up trend ហើយយើងទិញយើងដាក់ stop loss កម្រិសមុំអីតិចពេកក៏អត់កើតហើយយើងចូលធំពេកដើម្បីដាក់ stop loss ឲ្យបានតិចពេកក៏វាអត់កើតដែរឧទាហរណ៍ផ្សារហ្នឹងយើងដាក់ stop loss បែបនេះហើយយើងយកឲ្យធំបែបនេះយើងហើយ stop loss យើងទូចពេកអញ្ចេះក៏វាអត់កើតដែរអញ្ចឹងយើងត្រូវលៃឲ្យសមល្មមជាមួយនឹងអាកម្រិតផ្សារហ្នឹងខ្ញុំមើលវីដេអូនេះប៉ុន្មាននាទីហើយគេជិតកន្លះម៉ោងអញ្ចឹងមានតែប៉ុណ្្នឹងទេបើសិនបងប្អូនមានចម្ងល់អាចឆាតមកសួរខ្ញុំបានឬក៏ឆាតមកឲ្យខ្ញុំមើលថាគូសចឹងត្រូវអត់ហើយយើងជួបគ្នាវីដេអូបន្តទៀតនៅមានច្រើនទៀតវា basic មែនប៉ុន្តែកាន់យើងរៀប strategy មួយហើយយើង back test ឲ្យស្រួលបួលយើងអាចចូលតាមតែក្បួនហ្នឹងក៏បានដែរយើងឃើញថាអូគេចេះដល់ណាដល់ណីវាត្រឹមត្រូវការប្រើ strategy របស់គេផ្សេងប៉ុន្តែយើងរៀបរបស់យើងផ្សេងយើងប្រើតែ basic ហ្នឹងក៏វាបានដែរការរៀបដូចជាការបង្កើត indicator របស់អ្នកបង្កើត develop ខ្លះក៏គាត់យកអំពី strategy ដូចជា RSI MACD យកមកប្រើដែរអញ្ចឹងខ្ញុំគិតថាប៉ុណ្្នឹងហើយបងប្អូនរកដោយខ្លួនឯងខ្លះទៅ